อันนี้คือสะดือแซนกระโอบแต่យើងព្រោះបានអាយុ9ថ្ងៃទៅ10ថ្ងៃហើយយើងបាញ់ថ្នាំជំនួយការលូតលាស់គឺ acid gibberellic ចំនួន2យប់យើងបានដងដើមនេះយើងអាចបញ្ចូលទឹកឲ្យវានៅបានហើយដើម្បីកុំឲ្យស្មៅដុំហើយនឹងកុំឲ្យពពួកសត្វកដោវាស៊ីស្រោនេះយើងគៀដីបានស្អាតហើយយើងវាយដីបានល្អអញ្ចឹងអត្រានៃការដុះវាស្មើល្អយើងប្រើពូជប្រមាណជា50គីឡូជានេះក្នុងផ្ទៃដី3រ៉ៃហើយយើងព្រោះស្មើដៃហើយយើងបញ្ចេញទឹកអស់អញ្ចឹងយើងឃើញតែវាដុះហើយមានរបាយស្មើយើងអត់ចាំបាច់ព្រួយបារម្ភនឹងរឿងបោះឆ្នូរទេព្រោះយើងឆូតគីឡូបានច្រើនរហូតទឹកអស់អញ្ចឹងសារៈសំខាន់នៃការគៀដីឲ្យបានស្មើគឺវាល្អសម្រាប់ការដាក់ពូជទៅដីហ្នឹងធានាថាពូជយើងដាក់ប៉ុណ្ណាដុះប៉ុណ្ណឹងដោយសារវាអត់មានដក់ទឹកទេបើណាយើងអត់គេវាដកដានកង់ហើយនឹងដានស្ពឺហ្នឹងដានគុំហ្នឹងវាធ្វើឲ្យចោលគ្រាប់មួយចំនួនជួនកាលគ្រាប់នោះជាគ្រាប់ល្អដោយសារតែទឹកវាដក់ថ្នាក់អញ្ចឹងពេលយើងគៀដីបង្រៀបបានស្មើជាមួយនឹងក្តារគៀធ្វើឲ្យដំណោះគ្រាប់ហ្នឹងដុះមកបានទាំងអស់ហ្នឹងហើយគ្រាប់ល្អក៏ដុះលឿនគ្រាប់ដែលមិនសូវល្អក៏ដុះយឺតតែទោះបីយ៉ាងណាដើម្បីឲ្យការបញ្ចូលទឹកបានគឺយើងត្រូវតែប្រើប្រាស់ acid gibberellic ជំនួយបាទថ្នាំពន្លូតដើមជំនួយដល់ការលូតដើមនេះមុនពេលដែលយើងបាញ់ពន្លូតយើងឃើញមានចាបមានអីវាកាត់ស៊ីហ្នឹងហើយវាកាត់ស៊ីស្រូវយើងនេះកាត់ដើមកដោអីជាដើមនោះវាកាត់អញ្ចឹងយើងដាក់ទៅដើម្បីទី1ទប់កុំឲ្យស្មៅដុះច្រើនបាទហើយស្មៅអាចដុះហើយប៉ុន្តែដីទូលខ្លះបើវាលិចអត់លិចគឺវាអាចរស់ស្មៅតែបើកន្លែងដែលយើងបលិចស្មៅគឺងាប់ហើយហ្នឹងហើយអញ្ចឹងស្រូវយើងអត់បារម្ភទេវារបាយស្មៅយើងអត់ចាំបាច់ភ័យហើយនឹងមិនព្រួយបារម្ភទេអញ្ចឹងសរុបមកវិញបើសិនជាយើងធ្វើដីបានស្អាតស្មើវាកាត់បន្ថយនៅការប្រើប្រាស់ពូជហើយនឹងការគ្រប់គ្រងទឹកបានល្អមានន័យថាដីស្មើយើងបញ្ចូលទឹកតិចរបាយនៃការចែកចាយទឹកគឺវាស្មើគ្នាអត់ចំណាយទឹកច្រើនទេវារត់បានសពគ្រប់តែបើសិនជាមានកន្លែងណាដក់ខ្លាំងកន្លែងណាខ្ពស់ខ្លាំងនោះមានន័យថាកន្លែងជ្រៅនឹងលិចកន្លែងខ្ពស់នឹងអត់មានទឹកដល់ហើយស្មៅក៏ដុះច្រើននៅកន្លែងដែលខ្ពស់ហើយទឹកលិចស្រូវនៅកន្លែងដែលទំនាបខ្លាំងអញ្ចឹងយើងវាយដីយើងគៀដីទៅអត់ហត់ទេគៀដីវាជួយសម្រាលការងារយើងបានច្រើនអញ្ចឹងនេះគឺអត់ចំណាយទុននៅក្នុងការជួលគេដកបោះឬក៏ឆ្លោកទេហ្នឹងហើយអញ្ចឹងយើងចាំតែដាក់ជីយកតែម្ដងបាញ់ថ្នាំការពារយកតែម្ដងហើយនៅតាមកន្លងក៏ដុះដែរតែលិចចុងដែរដោយសារវានៅខ្លីជាងគេហ្នឹងហើយតែមិនអីទេប៉ុណ្នេះក៏មិនបញ្ហាដែរទេវានឹងពេញនៅពេលដែលដើមស្រូវវាធំអញ្ចឹងបងប្អូនត្រូវតែធ្វើដីឲ្យបានស្មើដើម្បីជួយកាត់បន្ថយចំណាយនេះចេញពីការចាប់ផ្ដើមទៅណាការចាប់ផ្ដើមដាក់គ្រាប់ពូជទៅយើងប្រើប្រាស់ពូជតិចបាទពូជដែលដាក់ទៅគឺដុះទាំងអស់ដោយសារដីកាលណាយើងគៀទៅវាហូរទឹកក៏លឿនដែរកាលណាតែដីដែលអត់មានក្តារគៀវាថ្នាក់អញ្ចឹងវាហូរចេញវាធ្វើឲ្យបាត់បង់គ្រាប់ពូជចំនួនដែលដាក់នៅតាមរុនដានកង់ឬក៏ដានគប់វាយដីនឹងស្ពឺនឹងគេដើមណាហ្នឹងហើយអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នេះឯងចែករំលែកបាទអញ្ចឹងចាំបន្តទៀតយើងនឹងជួបគ្នាបន្តទៀតស្រូវនេះយើងប្រើប្រាស់ថ្នាំជំនួយការលូតលាស់ដងដើមនេះគឺដើម្បីឆាប់បានបញ្ចូលទឹកណាដើម្បីយកឈ្នះស្មៅហើយនឹងចាបហើយនឹងកដោវាកាត់ដើមហ្នឹងហើយអញ្ចឹងពេលដែលយើងដាក់ជីវគ្គ1ឬវគ្គ2បាទវគ្គ1ប្រហែលជាដាក់ទេខ្ញុំនឹងមិនគិតថាមិនដាក់ទេវគ្គ1ចាំអាយុ20ទៅ30ថ្ងៃដាក់វគ្គ2យើងប្រើថ្នាំបន្ទឿបំបែកគុំមកវិញប្រើបាក់ក្លូប៊ូតាសុលបំបែកដើមវាឲ្យបានដងដើមវាខ្លីមកវិញណាកុំឲ្យវាលូតបន្តទៀតបាទហ្នឹងហើយអរគុណច្រើន